រឿងនាវាបាលបុត្រការក្លាហានរបស់នាយកជនអាចចាញ់សត្រូវបានងាយកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីសម័យនោះព្រះបរមពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលនៃបុគ្គលអ្នករក្សាព្រៃម្នាក់ដោយចម្រើនវ័យឡើងមានបុរស500នាក់ជាបរិវារបានជាធំជាងត្រកូលទាំងឡាយដែលអាស្រ័យនៅក្បែរដងព្រៃមួយជាអ្នករកស៊ីឈ្នួលជូនពួកអ្នកដំណើរដែលឆ្លងកាត់ដងព្រៃនោះថ្ងៃមួយសទ្ធវេហបុត្រនៅក្នុងក្រុងពារាណសីបរទេស500ទៅដល់ស្រុកនោះហើយបានហៅនាវបាលបុត្រពោធិសត្វមកនិយាយថាមនាលសំឡាញ់អ្នកចូលយកប្រាក់1000កហបណៈហើយសូមជូនចម្លងខ្ញុំឆ្លងកាត់ឲ្យផុតពីដងព្រៃនេះព្រះពោធិសត្វកាលបើបានទទួលរង្វាន់នោះហើយក៏តាំងចិត្តលែងផិតភ័យលះកាត់សេចក្តីអាល័យក្នុងជីវិតរបស់ខ្លួនក្នុងដំណើរដែលប្រកបដោយភ័យដ៏ពន្លឹកទើបជូនសទ្ធវេហបុត្រឆ្លងកាត់ព្រៃនោះទៅខណៈនោះមានចូល500នាក់ធ្វើជំរំពួនសង្ងំនៅកណ្ដាលព្រៃដើម្បីស្កាត់ប្លន់រទេះចូលទាំងនោះបានឃើញរទេះ500បទៅដល់ហើយក៏នាំគ្នាស្ទុះចូលទៅប្លន់ឯអ្នករទេះបានឃើញពួកចរនោះក៏ផិតភ័យលោតរត់ចោលរទេះនោះទៅពួនអស់ទៅនៅសល់តែព្រះពោធិសត្វម្នាក់ឯងឥតតក់ស្លុតរន្ធត់ដើរក៏ខ្លែងសេចក្តីក្លាហានស្រែកសន្ធឹបបន្លឺសំឡេងសូសីហនាថធ្វើហាក់ដូចជាមានគ្នាច្រើនណាស់បានវាយគុំឈើធ្វើឲ្យចោរផិតភ័យរត់បាត់បង់អស់ទៅទើបជូនសទ្ធវេហបុត្រឆ្លងកាត់ព្រៃនោះបានដោយសួស្តីចំណែកខាងសត្តវេហបុត្រកាលបើបានរួចអំពីភ័យទៅដល់ទីខ្សែមហើយក៏ដាក់រទេះក្នុងតំបន់មួយអញ្ជើញព្រះពោធិសត្វឲ្យបរិភោគភោជនាហារលុះបរិភោគហើយក៏សួរព្រះពោធិសត្វថាមនាលសំឡាញ់ក្នុងពេលដែលចូលទាំង500នាក់សុទ្ធតែកាចខូខើកាន់អាវុធគ្រប់ដៃស្ទុះចូលមកគំរាមសម្លាប់សុទ្ធតែកាចខូខើកាន់អាវុធគ្រប់ដៃហេតុអ្វីបានជាសម្លាញ់នៅតែក្លាហានឥតមានភ័យតក់ស្លុតសោះព្រះពោធិសត្វប្រាប់ថាមនុស្សដែលធ្វើជានាយកលើគេត្រូវតែមានចិត្តក្លាហានមានអំណត់តស៊ូនឹងឧបសគ្គទាំងពួងមិនត្រូវស្ដាយជីវិតមិនត្រូវគិតប្រយោជន៍ផ្ទាល់ខ្លួនទាំងមិនត្រូវមើលបំណាំគ្នាឡើយត្រូវជួយការពារផ្ដល់ប្រយោជន៍ឲ្យគ្នាជាដរាបព្រះពោធិសត្វសម្ដែងសេចក្តីក្លាហានរបស់នាយកជនដូច្នោះហើយក៏វិលទៅរំនៅរបស់ខ្លួនវិញ